បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនៃដើរដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តព្រះវិហារហើយនេះគឺឡានបើកលឿនមែនតែនបងប្អូនហើយគឺខ្ញុំអង្គុយពីក្រោយថតបានតែពីក្រោយទេផ្លូវថតពីមុខអត់បានទេអញ្ចឹងណាបងប្អូនហើយនេះគឺសកម្មភាពដែលឡានដឹកគេហៅថាដឹកគ្រាប់ចន្ទីឬក៏អីចឹងណាបងប្អូនទៅតាមផ្លូវហ្នឹងហើយហើយនោះគឺសម្បូរទៅដោយស្វាយចន្ទីច្រើនមែនតើបងប្អូនតាមដងផ្លូវនឹងមានដើមកស៊ូមានស្វាយចន្ទីមាននិយាយរួមទៅគឺច្រើនមែនតើហ្នឹងហើយដើរតាមផ្លូវនឹងគឺស្វាយចន្ទីទុំឡើងក្រហមពេញដើមគួរឆ្ងាញ់ណាបងប្អូនហើយនេះគឺយើងទើបតែនឹងដល់គេហៅថាស្ពានទន្លេវាយគោខេត្តកំពង់ធំនៅហើយទេបងប្អូនមិនទាន់ដល់ខេត្តព្រះវិហារទេគឺឆ្ងាយណាស់បងប្អូនហ្នឹងហើយគឺឆ្ងាយគឺមិនងាយដល់ទេជិះឡានមួយថ្ងៃបងប្អូនទៅដល់ទើបទៅដល់ខេត្តព្រះវិហារហើយនេះគឺវងមូលហ្នឹងហើយវងមូលដំរីជាន់ខ្លាយើងណូបងប្អូនធ្លាប់បានដឹងហើយគឺដំរីជាន់ខ្លានៅខេត្តកំពង់ធំយើងហ្នឹងឯងបងប្អូនហ្នឹងហើយជិះតាំងពីព្រឹករហូតទល់គ្នាល្ងាចទៅបានដល់បងប្អូនហើយឡាននឹងឈប់បាននៅផ្លែតទេកន្លែងយើងហូបបាយហូបអីនឹងតិចទេហើយនេះគឺវងមកកន្លែងគេហៅគឺយើងធ្វើដំណើរឆ្ពោះទៅទៀតឬនៅក្នុងទីរួមខេត្តកំពង់ធំហ្នឹងហើយនេះគឺយើងបានឈប់នៅវិមានឯករាជ្យហ្នឹងហើយកន្លែងក្រាសាំងហើយនេះឡានហើយយើងជិះដើម្បីអីឲ្យលោកយាយលោកតាចូលរួមចូលទិញអីហូបនៅកន្លែងក្រាសាំងលោកម៉ាតនឹងអីចឹងណាបងប្អូនហើយនេះគឺរូបភាពផ្ទាល់ដែលថតនៅក្នុងកន្លែងវងមូលក្រាសាំងហើយនេះគឺយើងពោះទៅមុខទៀតនេះគឺរដូវកាលពេលយប់ហើយស្ថិតនៅក្នុងខេត្តព្រះវិហារហ្នឹងហើយបងប្អូនហ្នឹងចុះដើរលេងយូរហើយចាំមិនបានថតលឿនលេះខ្ញុំមិនអាចថតតាមផ្លូវទាំងអស់ទេបងប្អូនហើយថតបានតែចកាត់ទេបងប្អូនហ្នឹងហើយថតបានចកាត់នេះហើយគឺយើងទៅដល់យប់តែម្ដងយើងទៅស្នាក់សំបងប្អូនហ្នឹងហើយគឺយើងដើរដំណើរពេលយប់គឺឆ្ងាត់តែម្ដងបងប្អូនហើយយើងនេះកន្លែងដែលយើងស្នាក់នៅផ្ទះសំណាក់វាមានសនេះគឺយើងឡើងយើងសម្រាប់អញ្ចឹងទៅគឺស្ងាត់បងប្អូនយប់ឡើងអត់សូវមានមនុស្សអ៊ូអរច្រើនទេគឺស្ងាត់ស្រួលដើរលេងបងប្អូនបើសិនបងប្អូនដើរកំសាន្តនេះស្រួលនេះបងប្អូនណាចង់ទៅដើរលេងមានផ្ទះសំណាក់មានអីនៅទីហ្នឹងគឺស្អាតផ្ទះសំណាក់គេហ្នឹងហើយគឺយើងមកដល់យប់ហើយគឺអត់មានបានដើរទៅណាទេតើដល់ព្រឹកឡើងទៅបានយើងធ្វើដំណើរទៅដើរលេងគឺយើងបាន